ឥឡូវនេះគឺយើងចូលមកដល់ខាងផ្នែកបន្ទប់ទឹកដើម្បីមើលពីវិធីនៃការប្រើប្រាស់ទឹកផ្កាឈូករបស់យើងដូច្នេះនៅពេលដែលចូលមកដល់គឺយើងឃើញថាយើងមានរមណី2ខាងលើគឺជា water pressure ដែលយើងអាចសេរីសម្ពាធទឹកបានហើយនៅខាងក្រោមវិញគឺជាការសេរីសីតុណ្ហភាពទឹកឥឡូវនេះគឺពួកយើងធ្វើការសាកទាំងអស់គ្នាដែលជាដំបូងគឺយើងត្រូវការបើករមណីខាងលើសិនដើម្បីសេរីយកទឹកថាខ្លាំងឬក៏ខ្សោយប៉ុណ្ណាទៅតាមអ្វីដែលយើងចង់បានបន្ទាប់មកនៅពេលដែលយើងបើកខាងលើហើយគឺយើងអាចបើករមណីខាងក្រោមដើម្បីសេរីនៅសីតុណ្ហភាពដែលយើងចង់បានថាក្តៅឬក៏ត្រជាក់ជាដើមហើយការមូលរមណីនេះផងដែរគឺយើងធ្វើការមូលពីឆ្វេងមកស្ដាំឬក៏ពីលើមកក្រោមបើសិនជាយើងមូលកាន់តែខ្លាំងសីតុណ្ហភាពឬក៏សម្ពាធទឹកគឺកាន់តែខ្លាំងដូចគ្នាហើយសម្រាប់ការប្រើប្រាស់ទឹកផ្កាឈូកនេះផងដែរបើសិនជាយើងអត់បើករមណីខាងលើទេទឹកក៏មិនធ្វើការចេញមកផងដែរហើយនៅពេលដែលយើងធ្វើការបិទទឹកផ្កាឈូកនេះគឺយើងអាចមូលរមណីត្រឡប់មកវិញជាការស្រេច